យុវជន VI1 Team បានជួបជុំប្រមូលផ្ដុំគ្នាបង្កើតនៅទម្លាប់ល្អជាប្រចាំបរិច្ចាគឈាមក្នុងមួយឆ្នាំចំនួន3ដងដើម្បីផ្ដល់ជូនមជ្ឈមណ្ឌលបរិច្ចាគឈាមកម្ពុជាជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់នៅក្នុងយុទ្ធនាការផ្ដល់ឈាមជីវិតផ្ដល់ឈាមផ្ដល់ក្តីសង្ឃឹមធ្វើឡើងនៅថ្ងៃទី13ខែតុលាឆ្នាំ2025លោកកែវសៀងលីប្រធានមូលនិធិ VI1 Team បានឲ្យដឹងថានេះជាឆ្នាំទី3ហើយដែលក្រុមរបស់លោកធ្វើសកម្មភាពបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតមនុស្សដែលសរុបចំនួន9ដងដែលជាមធ្យមផ្ដល់ឈាមជូនមជ្ឈមណ្ឌលបរិច្ចាគឈាមកម្ពុជាទាបបំផុតចំនួនប្រមាណ50ផ្លោកលោកបានបញ្ជាក់ថាការចូលរួមបរិច្ចាគឈាមនេះឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរត្រូវការឈាមដើម្បីព្យាបាលជំងឺដែលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើមហើយសកម្មភាពចូលរួមក្នុងការងារមនុស្សធម៌នេះនឹងបន្តធ្វើជាប្រចាំខណៈរូបលោកផ្ទាល់បានបរិច្ចាគឈាមជាង20ដងរួចមកហើយនឹងបន្តធ្វើរហូតបរិច្ចាគលែងបានសមាជិកនៃមូលនិធិ VI1 Team បានលើកឡើងថាសប្បាយចិត្តនឹងសកម្មភាពមនុស្សធម៌នេះព្រោះបានធ្វើការងារមនុស្សធម៌ជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ចំពោះសកម្មភាពបរិច្ចាគឈាមនេះប្រជាពលរដ្ឋទាំងអស់ដែលគិតថាខ្លួនមានសុខភាពល្អគួរតែនាំគ្នាបរិច្ចាគព្រោះជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពសង្គមនិងបង្ហាញពីការស្រឡាញ់អាយុជីវិតមនុស្ស